ទាំងអស់គ្នានៅក្នុងព្រះម្ចាស់នៃព្រះយេស៊ូវហើយអរព្រគុណព្រះអង្គក្នុងថ្ងៃនេះដែលខ្ញុំបានមានចំណាយក្នុងការបម្រើតាមរយៈនាំព្រះបន្ទូលសម្រាប់អស់លោកអ្នកបងប្អូនសូមអរលោកអ្នកបងប្អូនបានចូលរួមអធិដ្ឋានជាមួយខ្ញុំមុនពេលដែលយើងចាប់ផ្ដើមបិតាដ៏ជាព្រះដែលគង់នៅឋានសួគ៌អើយកូនរាល់គ្នាសូមអរព្រះគុណព្រះអង្គសម្រាប់វត្តមានសាជាថ្មីដែលកូនរាល់គ្នាមានឯកសិទ្ធិក្នុងការចូលមកចំពោះប្រវត្តិមានរបស់ផងព្រះអង្គមានឯកសិទ្ធិក្នុងការចូលមកក្នុងដំណាក់របស់ផងព្រះអង្គបិតាអើយសូមរៀបចំដួងចិត្តរបស់ផងកូនម្នាក់ក្នុងការដែលកូននឹងបន្តរៀនសូត្រជាមួយគ្នាទៀតនៅចំពោះព្រះបន្ទូលរបស់ផងព្រះអង្គសូមបានដឹកនាំដួងចិត្តរបស់ផងកូនដើម្បីឲ្យកូនទាំងអស់គ្នាអាចទទួលអាចយល់ហើយអាចអនុវត្តនៅក្នុងជីវិតនៃការរស់នៅរបស់ផងកូនម្នាក់សូមបំពេញកូនរាល់គ្នាតាមប្រាជ្ញាដែលព្រះអង្គបានប្រទានមកសម្រាប់ផងកូនហើយសូមឲ្យកូនទាំងអស់គ្នាបានថ្វាយដួងចិត្តរបស់ផងកូនទៅចំពោះផងព្រះអង្គម្ចាស់ឲ្យដូចគ្នាដែរសូមអធិដ្ឋានសម្រាប់ព្រះបន្ទូលនៅក្នុងថ្ងៃនេះសូមឲ្យព្រះបន្ទូលបានចូលមកក្នុងដួងចិត្តរបស់ផងកូនម្នាក់ហើយបន្តប៉ាន់ឆ្នៃសម្រាប់ផងកូនម្នាក់សូមនឹកចាំអំពីកូនបិតាអើយសូមជួយឲ្យកូនមានកម្លាំងល្មមក្នុងការនាំព្រះបន្ទូលទ្រង់សូមឲ្យព្រះបន្ទូលមិនមែនជាពាក្យពេចន៍ដែលចេញតែពីចិត្តរបស់កូនប៉ុន្តែចេញអំពីព្រះបន្ទូលដែលព្រះអង្គមានព្រះបន្ទូលទាំងមកកាន់កូនផ្ទាល់ទាំងមកកាន់កូនប្រុសស្រីរបស់ផងព្រះអង្គបិតាដោយព្រះហើយកូនអរព្រះគុណព្រះអង្គគុណពឹងអាងទៅចំពោះផងព្រះអង្គគុណថ្វាយពេលវេលានៃការដែលកូនរាល់គ្នាសិក្សានៅព្រះបន្ទូលរបស់ទ្រង់នៅក្នុងព្រឹកនេះនៅក្នុងព្រះនាមនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនយើងបានបញ្ចប់មេរៀនរបស់យើងតាមស៊េរីរហូតដល់មេរៀនទី7ហើយដែលមេរៀនទី7គឺយើងបានរៀនជាមួយនឹងលោកគ្រូចន្ទហោដែលតាក់ទងជាមួយនឹងការថ្វាយបង្គំហើយយើងក៏បានដឹងអំពីអត្ថន័យនៃការថ្វាយបង្គំដ៏ពិតនៅក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវហើយបន្ទាប់មកយើងក៏បានថែមមួយជាន់ទៀតតាមរយៈការដែលយើងរៀនជាមួយនឹងលោកគ្រូចន្ទធាដែលនិយាយអំពីការថ្វាយបង្គំតាមរយៈការថ្វាយដង្វាយហើយយើងបានយល់ដឹងបន្ថែមទៀតតាក់ទងជាមួយនឹងការថ្វាយបង្គំហើយតាមរយៈនឹងការថ្វាយដង្វាយដោយឡែកនៅក្នុងថ្ងៃនេះយើងនឹងបន្តចូលទៅដល់មេរៀនទី8របស់យើងដែលនៅក្នុងមេរៀនទី8គឺនិយាយអំពីវិន័យខាងឯវិញ្ញាណដែលនាំទៅរកការលូតលាស់នៅក្នុងភាពជាអ្នកកោតខ្លាចព្រះវិន័យខាងឯវិញ្ញាណដែលនាំទៅរកការរីកលូតលាស់ក្នុងភាពជាអ្នកកោតខ្លាចព្រះនៅពេលដែលយើងនិយាយអំពីវិន័យតើវិន័យមានអត្ថន័យយ៉ាងដូចម្ដេចនៅក្នុងភាសាអង់គ្លេសវិន័យគឺគេនិយាយថា discipline បើបញ្យល់ឲ្យស្រួលយល់ឬក៏ស៊ីជម្រៅវាមានន័យថាការគ្រប់គ្រងការបណ្ដោះបណ្ដាលការតម្រង់ទិសដៅខ្លួនឯងឬសមូហភាពឲ្យដើរតាមច្បាប់ទម្លាប់សណ្ដាប់ធ្នាប់និងគោលការណ៍ត្រឹមត្រូវដើម្បីសម្រេចគោលដៅនៅក្នុងវចនានុក្រមខ្មែរតាមសម្ដេចសង្ឃរាជជួនណាតពាក្យថាវិន័យមានន័យថាការនាំទៅរកសេចក្តីចម្រើនច្បាប់បទបញ្ជាសណ្ដាប់ធ្នាប់ការហ្វឹកហ្វឺនយ៉ាងល្អគេចែងវិន័យជា3កម្រិតសំខាន់1វិន័យជាសមត្ថភាពគ្រប់គ្រងផ្លូវចិត្តឬក៏ហៅថា self discipline វាជាវិន័យផ្ទាល់ខ្លួនដែលសំខាន់បំផុតសម្រាប់មនុស្សម្នាក់វាជាសមត្ថភាពក្នុងការបង្ខំខ្លួនឯងឲ្យធ្វើអ្វីមួយបើទោះជាត្រូវពេលឬមិនត្រូវពេលបើទោះជាចង់ឬមិនចង់បើទោះជាគ្មានអារម្មណ៍ក៏ដោយឧទាហរណ៍ត្រូវក្រោកម៉ោង5ពេលព្រឹកដើម្បីអានសៀវភៅដើម្បីហាត់ប្រាណជំនួសឲ្យការលេងទូរស័ព្ទឬក៏ខំប្រឹងរៀនបើទោះជាហត់នឿយយ៉ាងណាក៏ដោយករណីដូចជាស៊ីយ៉ុងខំប្រឹងមែនទេថ្ងៃមុនពីវិន័យជាសណ្ដាប់ធ្នាប់និងច្បាប់ទម្លាប់ rule and ហើយនឹង regulation ឧទាហរណ៍នៅក្នុងសាលាមួយគេតម្រូវឲ្យស្លៀកពាក់ឯកសណ្ឋានមករៀនឲ្យទាន់ពេលនៅក្នុងក្រុមហ៊ុនគេតម្រូវឲ្យគោរពម៉ោងការងារនិងរក្សាភាពស្ងៀមស្ងាត់ជាដើមហើយទី3វិន័យគឺជាការកែប្រែឬក៏ការរៀនសូត្រ correction ហើយនឹង training វិន័យវាតាក់ទងជាមួយនឹងការដាក់វិន័យការប្រដៅទូមានហើយនៅពេលដែលមានការដើរខុសឬក៏ធ្វើខុសតាមគោលការណ៍ការដាក់វិន័យធ្វើឡើងនៅក្នុងគោលបំណងធ្វើឲ្យកែប្រែល្អឡើងវិញមិនមែនដើម្បីបំផ្លិចបំផ្លាញឬធ្វើបាបដោយចងគំនុំទេវាជាការរៀនសូត្រពីកំហុសឆ្គងបង្កើតទម្លាប់ថ្មីដែលត្រឹមត្រូវហើយរូបមន្តនៃវិន័យគេបាននិយាយថារូបមន្តនៃវិន័យគឺការដឹងខុសត្រូវបូកជាមួយនឹងការតាំងចិត្តហើយធ្វើសកម្មភាពឥតងាករេនៅក្នុងជីវិតជាក់ស្ដែងវិន័យមិនមែនជាគុកដែលមកឃុំឃាំងសេរីភាពរបស់យើងឡើយប៉ុន្តែវាជាស្ពានដែលតភ្ជាប់ក្តីស្រមៃ
ការសម្រេចចិត្តប្រកបបើគ្មានស្ពាននៃវិន័យនោះទេក្តីស្រមៃទាំងអស់នឹងគ្រាន់តែជាការយល់សប្តិទាំងថ្ងៃប៉ុណ្ណោះប៉ុន្តែមនុស្សខ្លះគេមិនចូលចិត្តវិន័យទេហើយពួកគេគិតថាការរស់នៅគ្មានវិន័យគឺជាសេរីភាពព្រោះពួកគេអាចធ្វើអ្វីតាមតែចិត្តដែលពួកគេចង់ធ្វើប៉ុន្តែធៀបពិតវាគឺជាអន្ទាក់ទៅលើវិញមានគេនិយាយថាវិន័យអាចមើលទៅហាក់ដូចជារដ្ឋបិទបន្តិចនៅពេលដំបូងប៉ុន្តែវាជាសេរីភាពពិតប្រាកដនៅពេលចុងក្រោយហើយមនុស្សដែលគ្មានវិន័យមិនមែនជាមនុស្សដែលគ្មានវិន័យមិនមែនជាមនុស្សដែលមានសេរីភាពទេប៉ុន្តែគឺជាទេសកលនៃអារម្មណ៍និងភាពខ្ជិលច្រអូសរបស់ខ្លួនឯងការរស់នៅដោយគ្មានវិន័យប្រៀបដូចទៅនឹងវត្ថុឬក៏ស្ថានភាពជាច្រើនដែលឆ្លុះបញ្ចាំងអំពីភាពរញ៉េរញ៉ៃការបាត់បង់ការគ្រប់គ្រងនិងការធ្វើដំណើរទៅរកបរាជ័យបើគ្មានវិន័យមនុស្សយើងគ្រាន់តែជាទេសកលនៃអារម្មណ៍របស់ខ្លួនឯងយើងគិតថាយើងមានសេរីភាពធ្វើអ្វីមួយតាមតែចិត្តរបស់ខ្លួនឯងប៉ុន្តែធៀបពិតយើងកំពុងតែគ្រប់គ្រងទៅដោយភាពទន់ខ្សោយរបស់ខ្លួនឯងទៅវិញមនុស្សដែលគ្មានវិន័យប្រៀបដូចជាទូកដែលគ្មានចង្កូតប្រៀបដូចជាឡានដែលដាច់ហ្វ្រាំងប្រៀបដូចជាផ្ទះដែលគ្មានគ្រឹះប្រៀបដូចជាសួនច្បារដែលខ្វះការថែទាំប៉ុន្តែវាមិនប្រៀបដូចជាបរិសុទ្ធដែលឯការងាបេះដូងដែលគ្មានអ្នកថែទាំមែនអត់អ្នក single លោកអារីស្តូទស្សនវិទូក្រិកបុរាណបាននិយាយថាមនុស្សដែលគ្មានវិន័យប្រៀបដូចជាសត្វធាតុដែលរស់នៅតាមសភាវគតិគ្មានចេះគិតគ្មានចេះអីទេធ្វើអ្វីតាមតែចិត្តចង់នោះឯងលោកឡាវស៊ូទស្សនវិទូបុរាណចិនបាននិយាយថាមនុស្សដែលគ្មានវិន័យប្រៀបដូចជាដើមឈើដែលពុកផុយពីខាងក្នុងមើលពីខាងក្រៅដូចជាហំហួនមានអំណាចធំសម្បើមស្កឹមស្កៃប៉ុន្តែខាងក្នុងទុនជ្រាយដួងស៊ីពុកផុយតាំងពីរឹសរហូតដល់ចុងនៅពេលដែលមានព្យុះបក់បោកមកវានឹងដួលរលំភ្លាមសេណាកាទស្សនវិទូបែប Stoic បាននិយាយថាមនុស្សដែលគ្មានវិន័យប្រៀបដូចជាទេសកលដែលមើលមិនឃើញច្រវាក់ពួកគេគិតថាខ្លួនឯងមានសេរីភាពចង់ធ្វើអ្វីក៏បានប៉ុន្តែធៀបពិតពួកគេគឺជាទេសកលដាច់ថ្លៃនៃភាពខឹងសម្បាភាពភ័យខ្លាចភាពខ្ជិលច្រអូសនិងចំណង់តណ្ហារបស់ខ្លួនឯងលោកស៊ុនអ៊ូជាអ្នកប្រាជ្ញសឹកចិនប្រសាជាអស់លោកអ្នកបងប្អូនមួយចំនួនស្គាល់បាននិយាយថាមនុស្សដែលគ្មានវិន័យប្រៀបដូចជាកងទ័ពដែលជួបជុំគ្នារងចាំតែថ្ងៃបរាជ័យប៉ុណ្ណោះឯងលោកចង់និយាយថាបើទោះជាមានតែហ៊ានរាប់លាននាក់មានអាវុធទំនើបយ៉ាងណាក៏ដោយបើកងទ័ពនោះគ្មានវិន័យ discipline ទេនោះគឺមិនខុសអីពីមនុស្សមួយក្រុមដែលមកជួបប្រជុំគ្នារងចាំតែថ្ងៃចាញ់គេតែប៉ុណ្ណោះដែលយើងស្ដាប់មកយើងមើលឃើញថាដូចជាគ្មានវិន័យវាហាក់ដូចជាគ្មានភាពជោគជ័យស្អីទេគ្មានវិន័យជីវិតត្រៀមតែបរាជ័យគ្មានវិន័យជីវិតរញ៉េរញ៉ៃគ្មានវិន័យគ្មានការរីកចម្រើនលូតលាស់គ្មានវិន័យគ្មានការអភិវឌ្ឍនេះយើងនិយាយត្រឹមតែវិន័យនៃការអនុវត្តទូទៅសម្រាប់ជីវិតទូទៅដែលយើងមើលឃើញថាវិន័យវាសំខាន់ណាស់ទៅហើយចុះតម្រាំបើយើងនិយាយអំពីវិន័យខាងឯវិញ្ញាណតើសំខាន់យ៉ាងដូចម្ដេចទៅតើវាសំខាន់យ៉ាងដូចម្ដេចទៅខ្ញុំមិនចង់និយាយថាវិន័យខាងឯវិញ្ញាណសំខាន់ទេប៉ុន្តែវាពិតជាសំខាន់យកតែមែនទេដែលយើងជាអ្នកជឿព្រះយើងមិនអាចខ្វះបានម្ល៉េះហើយបានជាលោកសាវកប៉ុលលោកបាននិយាយនៅក្នុងព្រះគម្ពីរ1ធីម៉ូថេជំពូក4ខ7រហូតដល់ខ8យ៉ាងដូចនេះថាប្រសិនបើអស់លោកអ្នកបងប្អូនមានព្រះគម្ពីរអាចបើកនៅក្នុងព្រះគម្ពីរ1ធីម៉ូថេជំពូក4ខ7ដល់ខ8កុំឲ្យព្រមស្ដាប់អស់ទាំងរឿងល្បែងរបស់ស្រីចាស់ឡើយចូលបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះវិញត្បិតការបង្ហាត់ខ្លួនប្រាណនោះមានប្រយោជន៍តែបន្តិចទេតែសេចក្តីគោរពប្រតិបត្តិដល់ព្រះនោះទៅមានប្រយោជន៍គ្រប់ចម្ពោះវិញក៏មានសេចក្តីសន្យាឲ្យបានជីវិតនៅចុងឥឡូវនេះហើយនៅខាងនាយផងលោកប៉ុលបានលើកទឹកចិត្តលោកធីម៉ូថេថាកុំឲ្យជីវិតរបស់អ្នកខ្ជះខ្ជាយពេលវេលាដោយទៅស្ដាប់រឿងព្រេងឥតប្រយោជន៍កុំឲ្យខ្ជះខ្ជាយពេលវេលាទៅប្រព្រឹត្តជាមួយនឹងល្បែងនៅក្នុងលោកីកុំឲ្យខ្ជះខ្ជាយពេលវេលាទៅនិយាយដើមគេអ្នកខ្លះប្រហែលជាអត់ចូលចិត្តនិយាយដើមគេទេប៉ុន្តែមានត្រចៀករមាស់ចូលចិត្តស្ដាប់រឿងរបស់គេចូលចិត្តស្ដាប់រឿងគេនិយាយដើមគេស្ដាប់មកត្រូវចិត្តសប្បាយតែប្រយ័ត្នគេដឹងគេវាយកុំឲ្យខ្ជះខ្ជាយពេលវេលាព្រោះជីវិតនេះវាខ្លីណាស់កុំឲ្យខ្ជះខ្ជាយពេលវេលាបណ្ដោយខ្លួនទៅតាមតណ្ហារបស់ខ្លួនឯងដោយបណ្ដោយខ្លួនទៅប្រព្រឹត្តអំពើបាបតែតបប្រឆាំងជាមួយនឹងព្រះប៉ុន្តែលោកបានបង្គាប់
មកកាន់លោកធីម៉ូថេថាធីម៉ូថេចូលបង្ហាត់ខ្លួនឯងធីម៉ូថេចូលពុតខ្លួនឯងធីម៉ូថេជួយចូលហ្វឹកហាត់ខ្លួនឯងចូលដាក់វិន័យខ្លួនឯងចូលកំណត់ខ្លួនឯងចូលអនុវត្តខ្លួនឯងខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះខាងឯសេចក្តីគោរពកោតខ្លាចដល់ព្រះភាពជាអ្នកកោតខ្លាចដល់ព្រះលោកចង់ប្រាប់ថាមនុស្សមិនអាចលូតលាស់នៅភាពកោតខ្លាចដល់ព្រះដោយគ្រាន់តែដកដង្ហើមចោលដេកដកដង្ហើមចោលមិនមានចេតនាក្នុងការអភិវឌ្ឍក្នុងការកោតខ្លាចដល់ព្រះនោះទេត្រូវចាំថាភាពជាអ្នកកោតខ្លាចដល់ព្រះមិនបានកើតឡើងដោយចៃដន្យទេប៉ុន្តែវាកើតឡើងតាមរយៈការខំប្រឹងប្រែងនិងវិន័យដោយចេតនាវាស្រដៀងគ្នាទៅនឹងអ្នកកីឡាករដែរដែលគេខំប្រឹងហ្វឹកហាត់គេខំទាំងយប់ទាំងថ្ងៃយ៉ាងទៀងទាត់ដោយដាក់វិន័យទាំងតមហាទាំងត្រង់អត់ដើម្បីឲ្យបានកាយសម្បទាមាំមួនតែខ្ញុំមិនសូវមាំមួនទេពិតប្រាកដការហាត់ប្រាណខាងឯរាងកាយវាមានតម្លៃប៉ុន្តែលោកសាវកប៉ុលបានប្រាប់ថាវាមានប្រយោជន៍តែបន្តិចទេអ្វីដែលមានតម្លៃដ៏មហាសាលនិងមានតម្លៃបំផុតដែលมันអាចកាត់ថ្លៃបាននោះគឺការអនុវត្តទម្លាប់ជាអ្នកកោតខ្លាចដល់ព្រះបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះពីព្រោះវាសំខាន់ដល់នៅអស់កលជានិច្ចការបង្ហាត់ខ្លួនខាងឯសេចក្តីកោតខ្លាចដល់ព្រះគឺវាទាមទារវិន័យខាងឯវិញ្ញាណហើយវិន័យខាងឯវិញ្ញាណនោះទៀតសោតក៏មិនមែនជាបន្ទុកដែរប៉ុន្តែគឺជាព្រះពរព្រះយេស៊ូវទ្រង់មានព្រះបន្ទូលនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក11ខ28ដល់ខ30យ៉ាងដូចនេះថាអស់អ្នកដែលនឿយព្រួយហើយផ្ទុកធ្ងន់អើយចូលមកឯខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាកចូលទទួលនឹងខ្ញុំហើយរៀននឹងខ្ញុំចោះត្បិតខ្ញុំស្លូតហើយមានចិត្តសុភាពនោះអ្នករាល់គ្នានឹងមានសេចក្តីសម្រាកដល់ព្រលឹងពីព្រោះនឹមខ្ញុំងាយទេហើយបន្ទុកខ្ញុំក៏ស្រាលអ្វីដែលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលត្រង់ចំណុចនេះគឺជាការអញ្ជើញដល់អស់អ្នកដែលនឿយព្រួយអស់អ្នកដែលនឿយព្រួយហើយផ្ទុកធ្ងន់ឲ្យចូលមកកាន់ព្រះអង្គដើម្បីសម្រាកព្រះអង្គមិនបានត្រាស់ហៅឲ្យយើងចូលមករកព្រះអង្គដើម្បីនឹងទទួលបន្ទុកបន្ថែមទេព្រះអង្គត្រាស់ហៅយើងឲ្យចូលមកសម្រាកការអនុវត្តវិន័យខាងឯវិញ្ញាណក៏ដូច្នោះដែរគឺមានគោលបំណងនាំយើងចូលទៅជិតស្និទ្ធជាមួយនឹងព្រះយេស៊ូវផ្ដល់នូវសេចក្តីសុខសាន្តសេចក្តីអំណរនិងសេចក្តីលំហើយនៅក្នុងឃ្លាបន្ទាប់បានប្រាប់ថាព្រះយេស៊ូវទ្រង់ស្លូតហើយសុភាពនឹមរបស់ព្រះអង្គស្រាលហើយងាយស្រួលឲ្យរៀននឹងព្រះអង្គម្ចាស់ដែលនោះគឺជាការអញ្ជើញរបស់ព្រះអង្គឲ្យយើងចូលមកទទួលការរីកចម្រើនលូតលាស់ក្នុងភាពជាអ្នកកោតខ្លាចដល់ព្រះដើម្បីឲ្យយើងរកមើលឃើញទីសម្រាប់ដល់ព្រលឹងដើម្បីឲ្យយើងរកមើលឃើញការសម្រាប់ដ៏ពិតប្រាកដនៅក្នុងប្រវត្តិមាននៃព្រះគឺជាការអញ្ជើញឲ្យមកទទួលព្រះពរមិនមែនបន្ទុកទេព្រះអង្គអញ្ជើញយើងដោយទ្រង់កប់បរាតីឲ្យយើងរីកចម្រើនក្នុងភាពជាអ្នកកោតខ្លាចដល់ព្រះក្នុងភាពជាអ្នកដែលគោរពប្រតិបត្តិដល់ព្រះនៅពេលដែលយើងនិយាយអំពីជីវិតដែលកោតខ្លាចដល់ព្រះគឺយើងត្រូវតែនិយាយអំពីវិន័យខាងឯវិញ្ញាណពីព្រោះវិន័យខាងឯវិញ្ញាណគឺជាវិន័យដែលជួយជំរុញឲ្យដួងចិត្តរបស់យើងស្វែងរកព្រះជាម្ចាស់ឲ្យកាន់តែជ្រាលជ្រៅឡើងជាវិន័យដែលនាំទៅរកការរីកចម្រើនលូតលាស់ទៅរកភាពជាអ្នកកោតខ្លាចដល់ព្រះនោះឯងដូច្នេះតើវិន័យខាងឯវិញ្ញាណអ្វីដែលយើងត្រូវអនុវត្តដើម្បីឲ្យយើងអាចលូតលាស់ទៅរកភាពជាអ្នកដែលកោតខ្លាចដល់ព្រះមានវិន័យសំខាន់មានវិន័យខាងឯវិញ្ញាណសំខាន់4យ៉ាងដែលអាចជួយយើងក្នុងការលូតលាស់ខាងឯវិញ្ញាណរបស់យើងវិន័យខាងឯវិញ្ញាណទី1គឺការតមអាហារគ្រប់គ្នាស្គាល់ការតមអាហារណាការតមអាហារគឺជាការដកខ្លួនដោយស្ម័គ្រចិត្តពីអាហារនិយាយឲ្យស្រួលយល់គឺជាការដែលអត់ញ៉ាំអាហារតែម្ដងដោយកំណត់ពេលវេលាជាក់លាក់មួយឬភាពងាយស្រួលផ្សេងទៀតដើម្បីផ្ដោតច្រើនទៅលើការអធិដ្ឋាននិងការលូតលាស់ខាងឯវិញ្ញាណសម្រាប់ការតមអាហារអ្នកខ្លះគេជ្រើសរើសអធិដ្ឋានតមពេលព្រឹកអ្នកខ្លះគេជ្រើសរើសអធិដ្ឋានតមពេលថ្ងៃអ្នកខ្លះគេជ្រើសរើសអធិដ្ឋានតមពេលល្ងាចអ្នកខ្លះគេជ្រើសរើសអធិដ្ឋានតមពេញមួយថ្ងៃហើយអ្នកខ្លះគេជ្រើសរើសអធិដ្ឋានតមពេញមួយសប្តាហ៍តែម្ដងអ្នកខ្លះគេជ្រើសរើសអធិដ្ឋានពេញមួយខែតែម្ដងអ្នកខ្លះគេជ្រើសរើសអធិដ្ឋានតម40ថ្ងៃតាមបទគម្ពីរហើយអ្នកខ្លះគេអធិដ្ឋានតមរហូតដល់គេទទួលចម្លើយពីព្រះហើយអ្នកខ្លះគេជ្រើសរើសអធិដ្ឋានតម
មួយពេលអាហារមួយពេលក្នុងមួយថ្ងៃពេញមួយជីវិតរបស់គេតែម្ដងអ្នកខ្លះគេអធិដ្ឋានមួយអាទិត្យម្ដងឬក៏មួយអាទិត្យពីរដងអ្នកខ្លះគេអធិដ្ឋានតមួយខែម្ដងហើយអ្នកខ្លះគេអធិដ្ឋានតមួយឆ្នាំម្ដងពីរដង3ដងឬ4ដងក៏មានដែរការអធិដ្ឋានតគឺជាការលះបង់អ្វីមួយអាហារឬក៏ភាពស្រណុកសុខស្រួលអ្វីមួយនៅក្នុងជីវិតរបស់យើងការអធិដ្ឋានគឺជាការបង្ហាញនៅអិរិយាបថការបន្ទាបខ្លួននៅចំពោះព្រះបង្ហាញឲ្យទ្រង់មើលឃើញពីភាពទន់ខ្សោយរបស់យើងបង្ហាញថាយើងត្រូវការព្រះអង្គបង្ហាញថាយើងត្រូវការពឹងផ្អែកទៅលើទ្រង់បង្ហាញថាយើងមិនអាចពឹងផ្អែកទៅលើកម្លាំងរបស់យើងបានទេយើងត្រូវការលូតលាស់នៅក្នុងផងព្រះអង្គព្រះយេស៊ូវបានបង្ហាញគំរូយ៉ាងគ្រប់លក្ខសម្រាប់យើងនៅពេលដែលទ្រង់មានប្រជញ្ញ30ព្រះវស្សាមុនពេលដែលព្រះអង្គចាប់ផ្ដើមមហាបេសកកម្មទ្រង់បានចំណាយពេលរហូតដល់40យប់40ថ្ងៃអធិដ្ឋានតមនៅឯទីរហោស្ថានដោយមិនបានសោយអ្វីសោះទ្រង់បានចំណាយពេល40យប់40ថ្ងៃអធិដ្ឋានតមនៅចំពោះព្រះវរបិតារបស់ផងព្រះអង្គទ្រង់បានចំណាយពេលទាំងស្រុងជាមួយនឹងព្រះវរបិតារបស់ផងព្រះអង្គព្រះអង្គបានបង្ហាញអំពីទំនាក់ទំនងយ៉ាងស្អិតរមួតព្រះអង្គបានបង្ហាញអំពីគំរូនៃការថ្វាយបណ្ណកិច្ចទាំងអស់ទៅចំពោះព្រះវរបិតារបស់ផងព្រះអង្គព្រះអង្គបានធ្វើជាគំរូជាបរិសុទ្ធដែលពេញទៅដោយដែលរស់នៅពេញទៅដោយជីវិតដែលគោរពកោតខ្លាចដល់ព្រះអរលោកអ្នកបងប្អូនអាចមើលបន្ថែមនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក4សម្រាប់យើងវិញតើអរលោកអ្នកធ្លាប់បានញែកពេលវេលាជាក់លាក់ណាមួយអធិដ្ឋានតមដែរឬទេការអធិដ្ឋានតមវាជាវិន័យខាងអវិញ្ញាណដែលបង្ហាញថាយើងត្រូវការព្រះជាខ្លាំងត្រូវការជំនួយព្រះអង្គជាខ្លាំងជាពេលវេលាដែលយើងស្វែងរកព្រះភ័ក្ត្ររបស់ផងព្រះអង្គអស់អំពីដួងចិត្តរបស់យើងយ៉ាងណានៅពេលដែលយើងអធិដ្ឋានតមយើងក៏ត្រូវមានការប្រុងប្រយ័ត្នដែរនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក6ខ16ដល់ខ18បានក្រើនរំលឹកយើងយ៉ាងដូចនេះនៅពេលដែលយើងអធិដ្ឋានតមកាលណាអ្នករាល់គ្នាអធិដ្ឋានតមនោះកុំឲ្យធ្វើទឹកមុខក្រៀមដូចជាមនុស្សមានពុតឡើយត្បិតគេខ្លាញ់ទឹកមុខស្រងោតឲ្យមនុស្សលោកឃើញថាគេតមខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាគេបានរង្វាន់គេហើយតែអ្នកកាលណាតមនោះចូលឲ្យលាបគ្រឿងក្រអូបនៅលើក្បាលហើយលុបមុខចេញដើម្បីកុំឲ្យមនុស្សលោកមើលឃើញថាអ្នកតមឡើយគឺឲ្យព្រះវរបិតានៃអ្នកដែលគង់នៅទីកំបាំងបានឃើញវិញនោះព្រះវរបិតានៃអ្នកដែលទ្រង់ទតឃើញនៅទីកំបាំងទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រច្រកច្បាស់នៅក្នុងខគម្ពីរនេះបានក្រើនរំលឹកថាពេលយើងតមអាហារកុំឲ្យយើងមានសេចក្តីអំនួតឡើយកុំឲ្យយើងមានចិត្តចង់អួតឡើយថាអូអញតមអាហារ5 6ថ្ងៃអូអញតមអាហារមួយខែហើយកុំឲ្យយើងជាមនុស្សម្នាក់ដែលសំដែងឬក៏សម្ញែងដើម្បីឲ្យគេសរសើរឡើយប្រែចូលឲ្យយើងថ្វាយការទាំងអស់នោះទៅចំពោះព្រះវិញកុំឲ្យយើងធ្វើជាមនុស្សដែលមានចរិតពុតបុត្រដូចជាពួកផារិនស៊ីឡើយដែលពួកផារិនស៊ីគេជាមនុស្សដែលចូលចិត្តសម្ញែងគេចូលចិត្តសម្ដែងអួតគេចូលចិត្តបង្ហាញឲ្យមនុស្សសរសើរដល់គេហើយយើងមើលឃើញថារបៀបដែលគេអធិដ្ឋានគឺគេអធិដ្ឋានយ៉ាងបែបនេះឆ្នេះថាអោព្រះអង្គអើយទូបង្គំអរព្រះគុណដល់ទ្រង់ព្រោះទូបង្គំមិនដូចជាមនុស្សឯទៀតទេដូចជាមនុស្សដែលប្លន់ទុច្ចរិតកំផិតឬដូចជាមនុស្សដែលយកពន្ធទេហើយក៏មិនដូចអាមួយនោះដែរទូបង្គំតមក្នុងមួយអាទិត្យ2ដងមួយខែ8ដងមួយឆ្នាំ60មួយឆ្នាំ96ដងហើយក៏ថ្វាយដង្វាយមួយភាគក្នុង10ពីអស់ទាំងអំបាម៉ានដែលទូបង្គំបានចំណេញផលអរលោកបងប្អូនហើយព្រះមិនត្រូវការមនុស្សពុតបុត្រទេព្រះមិនត្រូវការមនុស្សសំដែងទេព្រះមិនត្រូវការមនុស្សដែលមានចិត្តពីរទេព្រះមិនត្រូវការមនុស្ស fake ទេព្រះអង្គក៏មិនត្រូវការមនុស្សដែលមានចិត្តអំនួតដែរប៉ុន្តែព្រះអង្គក៏បហារតីជាមួយចំពោះសាមញ្ញជនដែលថ្វាយដួងចិត្តយ៉ាងពិតប្រាកដទៅចំពោះផងព្រះអង្គដូច្នេះនៅពេលដែលអស់លោកអ្នកតមអាហារចូលបន្ទាបខ្លួននៅចំពោះព្រះពឹងអាងនៅចំពោះព្រះហើយរៀបចំចិត្តដោយប្រកាសថាអស់លោកអ្នកបងប្អូនពិតជាមានចេតនាក្នុងការលូតលាស់ក្នុងភាពជាអ្នកកោតខ្លាចដល់ព្រះហើយរីកចម្រើននៅក្នុងផងព្រះអង្គវិន័យខាងឯវិញ្ញាណទី2ការសេចក្ដីគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ការសេចក្ដីគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ការសេចក្ដីគិត
គឺជាការគិតគឺជាការពិចារណាទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ការគិតយ៉ាងស៊ីជម្រៅអំពីអត្ថន័យនៃព្រះបន្ទូលនិងអនុញ្ញាតឲ្យព្រះបន្ទូលបង្កើតគំនិតអកប្បកិរិយាសកម្មភាពរបស់យើងវាក៏ជាមធ្យោបាយនៃការលេបយកព្រះបន្ទូលចូលទៅក្នុងចិត្តហើយស្វែងរកសំឡេងរបស់ព្រះជាម្ចាស់ដែលនេះមិនមែនជាការដែលយើងត្រូវហែកសន្លឹកនៃព្រះគម្ពីរហើយយកមកលេបចូលនៅក្នុងខ្លួនរបស់យើងទេហើយយើងក៏មិនត្រូវការអនុវត្តដូចជាហោរាយេរេមៀហោរាអេសេគៀលនិងលោកសាវកយ៉ូហានដែលបាននិយាយនៅក្នុងព្រះគម្ពីរវិវរណៈដែរប៉ុន្តែអ្វីដែលយើងត្រូវធ្វើនោះគឺយើងអនុញ្ញាតឲ្យព្រះបន្ទូលនៃព្រះបានបំផ្លាស់បំប្រែជីវិតរបស់យើងគឺជាការឆ្លុះបញ្ចាំងទៅលើបទគម្ពីរការអធិដ្ឋានចំពោះទៅរកការយល់ដឹងការអនុវត្តនិងចោះចូលស្ដាប់បង្គាប់ទៅចំពោះព្រះបន្ទូលនៃព្រះនៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក1ខ1ខ3បានចែងយ៉ាងដូចនេះមានពរហើយអស់អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាបឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយអ្នកនោះត្រេកអរតែនឹងក្រឹតវិន័យរបស់ព្រះយេហូវ៉ាវិញក៏រំពឹងគិតក្នុងក្រឹតវិន័យរបស់ទ្រង់ទាំងយប់ទាំងថ្ងៃដែរអ្នកនោះនឹងដូចជាដើមឈើដែលដុះនៅក្បែរផ្លូវទឹកដែលបង្កើតផលតាមរដូវកាលហើយស្លឹកក៏មិនចេះស្រពោនឡើយឯការអ្វីដែលអ្នកនោះធ្វើនោះនឹងចម្រើនឡើងទាំងអស់នៅក្នុងទំនុកដំកើងនេះស្ដេចដាវីតបានរំលេចប្រាប់យើងថាអ្នកដែលសញ្ជឹងគិតអ្នកដែលពិចារណាទៅលើព្រះបន្ទូលរបស់ព្រះគឺជាមនុស្សដែលមានពរគឺជាមនុស្សដែលបង្កើតផលផ្លែជាអ្នកដែលមិនបានបណ្ដោយខ្លួនទៅប្រព្រឹត្តនៅអំពើបាបឬក៏មិនបណ្ដោយខ្លួននៅគ្រប់ទាំងសកម្មភាពរបស់ខ្លួនឯងទាំងដេកទាំងដើរទាំងឈរទាំងអង្គុយជាមួយនឹងមនុស្សដែលមានបាបឡើយប៉ុន្តែយើងមានសំណួរមួយសួរថាតើមនុស្សម្នាក់អាចសញ្ជឹងគិតទៅលើព្រះបន្ទូលនៃព្រះយ៉ាងដូចម្ដេចបានបើពួកគេមិនដែលឮព្រះបន្ទូលរបស់ព្រះបើពួកគេមិនដែលស្ដាប់ឮព្រះបន្ទូលរបស់ព្រះបើពួកគេមិនដែលអាននៅព្រះបន្ទូលរបស់ព្រះបើពួកគេមិនដែលសិក្សានៅព្រះបន្ទូលរបស់ព្រះហើយបើពួកគេមិនដែលទាំងទន្ទិញនៅព្រះបន្ទូលនៃព្រះការសញ្ជឹងគិតព្រះបន្ទូលគឺជាផ្នែកមួយនៃការយល់ដឹងព្រះបន្ទូលទាំង5មានការយល់ដឹងព្រះបន្ទូលនៃព្រះដែលមានការស្ដាប់ឬក៏ការឮការអានការសិក្សាការទន្ទិញចាំមាត់និងការសញ្ជឹងគិតហើយការសញ្ជឹងគិតគឺជាចំណុចមួយយ៉ាងសំខាន់គឺជាផ្នែកមួយយ៉ាងសំខាន់ដែលយើងទាំងអស់គ្នាត្រូវអង្គុយចុះស្មឹងស្មាតសញ្ជឹងគិតពិនិត្យពិចារណាហើយអនុញ្ញាតឲ្យលំហូរនៃព្រះបន្ទូលហូរចូលមកក្នុងជីវិតរបស់យើងនិងបញ្ចេញមកវិញនូវសកម្មភាពនៃការស្ដាប់បង្គាប់ការគោរពកោតខ្លាចដល់ព្រះនៅពេលដែលយើងនេះជាចំណុចមួយដែលខ្ញុំរៀបចំហើយខ្ញុំពិចារណាសម្រាប់ខ្លួនឯងនៅពេលដែលយើងកាន់តែយល់ដឹងអំពីព្រះបន្ទូលនៃព្រះក៏គួរតែឲ្យយើងកាន់តែកោតខ្លាចនៅចំពោះផងព្រះអង្គមិនមែនស្គាល់ព្រះហើយលេងក្បាលព្រះនោះទេចូលឲ្យយើងសញ្ជឹងគិតចូលឲ្យយើងកាន់តែសញ្ជឹងគិតកាន់តែពិចារណាកាន់តែយល់ដឹងហើយក៏កាន់តែកោតខ្លាចដល់ព្រះចុះកុំឲ្យយើងមានសេចក្តីអំនួតដោយការដែលយើងយល់ដឹងពីព្រះបន្ទូលរបស់ផងព្រះអង្គឡើយវិន័យខាងវិញ្ញាណទី3ការនៅម្នាក់ឯងនៅពេលដែលមកដល់កន្លែងនេះតាក់ទងជាមួយនឹងការនៅម្នាក់ឯងកុំឲ្យយល់ច្រឡំថាជាការនៅម្នាក់ឯងដែលមានន័យថាលើកទឹកចិត្តឲ្យអស់លោកអ្នកបងប្អូននៅ single ទេហើយក៏មិនមែនលើកទឹកចិត្តឲ្យអស់លោកអ្នកបងប្អូនមិនរៀបការមានគ្រួសារដែរហើយនេះមិនមែនខ្ញុំជាអ្នកបង្រៀនទេប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់ថាមេរៀនដែលខ្ញុំបង្រៀននេះគឺជាមេរៀនដែលបានរៀបរៀងឡើងតាមរយៈលោកគ្រូឆ្នោមានរឿងសួរគាត់សូមបញ្ជាក់នេះមិនមែនជាការលើកទឹកចិត្តឲ្យយើងនៅ single ទេប៉ុន្តែបើសិនជាយើងស្ថិតនៅក្នុងក្រុមនៃអ្នកដែលមានអំណោយទានខ្ញុំក៏មិនដឹងត្រូវនិយាយយ៉ាងម៉េចដែរការនៅម្នាក់ឯងគឺជាការកំណត់ពេលវេលាដោយចេតនាដើម្បីឲ្យយើងអាចនៅជាមួយនឹងព្រះគឺជាការកំណត់ពេលវេលាដើម្បីឲ្យយើងមានពេលវេលាសម្រាប់ព្រះជាម្ចាស់គឺជាការចំណាយពេលវេលាផ្ទាល់ខ្លួនជាមួយនឹងផងព្រះអង្គគឺជាពេលវេលានៃការអធិដ្ឋានផ្ទាល់ខ្លួនឬជាពេលវេលាថ្វាយបង្គំផ្ទាល់ខ្លួននៅចំពោះព្រះជាម្ចាស់
អរណាស់បងប្អូននៅក្នុងពិភពលោកសពថ្ងៃពេញទៅដោយការរំខានពេញទៅដោយការរវល់ពេញទៅដោយភាពណែនណាន់តាន់តាប់ការនៅម្នាក់ឯងគឺជាការដែលយើងពេញទៅដោយភាពណែនណាន់តាន់តាប់ដែលពេលខ្លះយើងពិតជាពិបាកក្នុងការញែកពេលនៅម្នាក់ឯងប៉ុន្តែការញែកពេលនៅម្នាក់ឯងគឺជាការដែលយើងញែកពេលមកដើម្បីឲ្យយើងអាចអនុញ្ញាតខ្លួនឯងមកស្ដាប់នៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយបញ្ចូលធម៌ពលខាងឯវិញ្ញាណឡើងវិញនិងស្វែងរកការណែនាំរបស់ផងព្រះអង្គបច្ចុប្បន្នយើងមើលឃើញថាមនុស្សមួយចំនួនគេចូលចិត្តនិយាយថាសាកថ្មជីវិតត្រូវគេនិយាយថាគេចូលចិត្តសាកថ្មជីវិតហើយនៅពេលដែលគេនិយាយតាក់ទងជាមួយនឹងសាកថ្មជីវិតគេនិយាយថាអូថ្មជីវិតខ្ញុំជិតអស់ហើយខ្ញុំត្រូវការសាកថ្មអ្នកខ្លះហើយសាកថ្មអស់ទាំងជីវិតទៀតបាក់មែនតើហើយអ្នកខ្លះថាអូឥឡូវខ្ញុំត្រូវការដើរលេងព្រោះថ្មខ្ញុំជិតអស់ហើយទៅកពតទៅកែបទៅស៊ីមរៀបហើយមានឃ្លាមួយដែលខ្ញុំមិនចាំគេថាឃើញគេផុសគេថាឈឺមកស៊ីមរៀបជីអីយ៉ាងដែរយើងក៏ត្រូវទទួលស្គាល់ដែរថាធម៌ពលខាងឯវិញ្ញាណរបស់យើងវាមានកម្រិតពេលខ្លះស្ទើរតែរលត់ទៅហើយយើងក៏ពិតជាត្រូវការសាក់ថ្មខាងឯវិញ្ញាណរបស់យើងដែរតើធ្វើដូចម្ដេចដើម្បីឲ្យយើងអាចសាក់ថ្មខាងឯវិញ្ញាណរបស់យើងបាននោះគឺជាការដែលយើងញែកខ្លួនចូលមកនៅចំពោះព្រះគឺជាការដែលយើងញែកពេលវេលាអធិដ្ឋានផ្ទាល់ខ្លួនគឺជាការដែលយើងញែកពេលវេលាមកថ្វាយបង្គំផ្ទាល់ខ្លួននៅចំពោះព្រះនៃយើងទ្រង់គឺជាប្រភពនៃធម៌ពលដែលមិនចេះរីងស្ងួតទ្រង់គឺជាថ្មដែលកាន់ដល់នៅអស់កលជានិច្ចនៅពេលដែលយើងចំណាយពេលជាមួយនឹងផងព្រះអង្គយើងនឹងទទួលបានធម៌ពលត្រឡប់មកវិញមូលហេតុទ្រង់គឺជាប្រភពនៃធម៌ពលរបស់យើងនៅក្នុងព្រះគម្ពីរយ៉ាកុបជំពូក4ខ8បានប្រាប់ថាចូលឲ្យត្រូវចូលទៅចិត្តព្រះនោះទ្រង់នឹងចូលមកចិត្តអ្នករាល់គ្នាដែរតាមរយៈព្រះខនៃព្រះគម្ពីរនេះលោកយ៉ាកុបបានលើកទឹកចិត្តនិងបង្គាប់ឲ្យយើងត្រូវចូលទៅចំពោះព្រះកុំឲ្យបារម្ភថាទ្រង់នឹងរត់ចោលយើងឡើយទ្រង់មិនចូលចិត្តយើងឡើយហើយទ្រង់ខ្លាចអស់ធម៌ពលរបស់ផងព្រះអង្គនៅពេលដែលយើងចូលទៅចិត្តផងព្រះអង្គតែទ្រង់មិនដូច្នោះទេគឺទ្រង់នៅពេលដែលយើងចូលទៅចិត្តផងព្រះអង្គនឹងចូលមកចិត្តយើងដែរហើយព្រះអង្គក៏ប្រហារតីចំពោះការដែលយើងញែកពេលចូលទៅចំពោះផងព្រះអង្គទ្រង់នឹងចម្រើនកម្លាំងដល់យើងទ្រង់នឹងផ្ដល់នូវធម៌ពលដល់យើងទ្រង់នឹងផ្ដល់គំនិតថ្មីសម្រាប់យើងទ្រង់នឹង refresh យើងហើយទ្រង់នឹងបន្តប៉ាន់ឆ្នៃជីវិតរបស់យើងការចំណាយពេលវេលាជាមួយនឹងព្រះក៏វាមិនខុសអីពីការចំណាយពេលវេលាជាមួយនឹងគ្រួសារជាមួយនឹងបងប្អូនជាពិសេសជាមួយនឹងគូស្នេហ៍នោះដែរនៅពេលដែលយើងចេះចំណាយពេលសម្រាប់គ្នានៅពេលដែលយើងចេះផ្ដល់លទ្ធភាពដល់គ្នានៅពេលដែលយើងចេះចែកពេលបើទោះជាយើងរវល់យ៉ាងណាក៏ដោយដើម្បីឲ្យមានពេលសម្រាប់គ្នានោះទំនាក់ទំនងរបស់យើងក៏នឹងរស់រវើកស្អិតរមួតទៅតាមនោះដែរប៉ុន្តែបើយើងជាមនុស្សដែលសោះកក្រោះសោះអង្គើយបណ្ដោយទៅតាមពេលវេលានឹងមិនរវល់មិនខ្វល់មិនខ្វាយមិននឹកមិននីគ្មានពេលវេលាឲ្យគ្នាប៉ុន្តែមានពេលវេលាឲ្យអ្នកដទៃមិនមានពេលក្នុងការចំណាយពេលឲ្យគ្នាមិនមានពេលในការនិយាយរឿងក្នុងចិត្តមិនមានពេលសំបីតែនឹកនាគ្នាទំនាក់ទំនងក៏ល្អខុសវេទនានោះវេទនាហើយយើងក៏អាចនិយាយបានថាអាចឈានទៅដល់ការបែកបាក់គ្នាបើទោះជាស្រឡាញ់គ្នារាប់ឆ្នាំក៏មានដែរការចំណាយពេលវេលាជាមួយមនុស្សដែលយើងស្រឡាញ់វាសំខាន់ចុះបើនិយាយអំពីការចំណាយពេលវេលាជាមួយនឹងព្រះគឺកាន់តែសំខាន់ទៅទៀតមិនអាចខ្វះបានអរលោកអ្នកបងប្អូនខ្ញុំទទូចមែនទេដើម្បីអស់លោកអ្នកបងប្អូនទាំងអស់គ្នាមានពេលវេលាផ្ទាល់ខ្លួនជាមួយនឹងព្រះខ្ញុំចង់រំលឹកអស់លោកអ្នកបងប្អូនថាសេចក្តីសង្គ្រោះរបស់យើងគឺទទួលបានតាមរយៈសេចក្តីជំនឿផ្ទាល់ខ្លួនលោកគ្រូជុនហូមិនអាចឲ្យសេចក្តីសង្គ្រោះដល់អស់លោកអ្នកបងប្អូនបានទេលោកគ្រូសុភ័ក្រក៏មិនអាចឲ្យសេចក្តីសង្គ្រោះដល់អស់លោកអ្នកបងប្អូនបានដែរលោកគ្រូចំណូក៏មិនអាចឲ្យសេចក្តីសង្គ្រោះដល់អស់លោកអ្នកបងប្អូនបានដែរ
លោកគ្រូចន្ទធាក៏មិនអាចឲ្យសេចក្តីសង្គ្រោះដល់អស់លោកអ្នកបងប្អូនបានដែរខ្ញុំក៏មិនអាចឲ្យសេចក្តីសង្គ្រោះដល់អស់លោកអ្នកបងប្អូនបានដែរប៉ុន្តែសេចក្តីសង្គ្រោះគឺយើងទទួលបានតាមរយៈអង្គព្រះយេស៊ូវតែមួយគត់ដែលទ្រង់ជាអ្នកប្រទានសម្រាប់យើងម្នាក់សេចក្តីសង្គ្រោះគឺជារឿងផ្ទាល់ខ្លួនរវាងយើងនិងព្រះរវាងយើងខ្លួនឯងជាមួយនឹងជំនឿដែលយើងមាននៅចំពោះផងព្រះអង្គការចំណាយពេលវេលាជាមួយនឹងព្រះគឺលើសអំពីការដែលយើងសាក់ថ្មទៅទៀតគឺជួយឲ្យយើងកាន់តែពេញទៅដោយសេចក្តីជំនឿនៅចំពោះផងព្រះអង្គនិងជួយឲ្យយើងកាន់តែកោតខ្លាចនៅចំពោះផងព្រះអង្គតើអស់លោកអ្នកមានពេលវេលាផ្ទាល់ខ្លួនជាមួយនឹងព្រះឬទេតើអស់លោកអ្នកមានពេលវេលាអធិដ្ឋានផ្ទាល់ខ្លួនឬទេតើអស់លោកអ្នកមានពេលថ្វាយបង្គំផ្ទាល់ខ្លួនឬទេតើអស់លោកអ្នកមានម៉ោងរោអធិដ្ឋានផ្ទាល់ខ្លួនឬទេប្រសិនបើគ្មានទេសូមមើលនៅក្នុងព្រះគម្ពីរម៉ាកុសជំពូក1ខ35ជំពូក1ខ35ដែលបានថ្លែងអំពីព្រះយេស៊ូវយ៉ាងដូចនេះការនៅងងឹតមិនទាន់ភ្លឺស្វាងដល់ឡើយនោះទ្រង់យាងឡើងយាងចេញទៅឯទីស្ងាត់ហើយអធិដ្ឋាននៅទីនោះពេលវេលាដែលមនុស្សកំពុងតែគេងលង់លក់ពេលវេលាដែលមនុស្សកំពុងតែសុបិនយល់សពសួរគេថាយល់សពបែបលក្ខណៈឋានសួគ៌ព្រោះគេបានក្រោកឡើងយាងទៅទីស្ងាត់ដើម្បីអធិដ្ឋានសូមពិនិត្យមើលប្រសិនបើយើងមើលមុននោះប្រសិនបើយើងមើលមុននៃខ35មានថាពេញមួយថ្ងៃហើយដែលមនុស្សរាប់ពាន់នាក់បានចូលមកឯព្រះយេស៊ូវហើយព្រះអង្គបានប្រោះជំងឺដល់ពួកគេហើយព្រះអង្គបានបង្រៀនដល់ផងពួកគេពេញមួយថ្ងៃហើយដែលព្រះអង្គមិនបានសម្រាកទេពេញមួយថ្ងៃហើយដែលព្រះអង្គហត់នឿយយ៉ាងខ្លាំងពេញមួយថ្ងៃហើយដែលព្រះអង្គល្វើយយ៉ាងខ្លាំងហើយនៅពេលយប់ទ្រង់ក៏ផ្ទុំមិនស្ងប់ដែរទ្រង់នឿយហត់ទ្រង់ល្វើយតែទ្រង់មិនដែលនិយាយពាក្យថាតែទ្រង់មិនដែលនិយាយទ្រង់មិនដែល say no ក្នុងការដែលញែកពេលវេលានៅចំពោះព្រះវត្តមានព្រះវរបិតារបស់ទ្រង់ទេព្រះអង្គបានឲ្យអត្តភាពក្នុងការញែកពេលចូលទៅចំពោះព្រះព្រោះព្រះអង្គដឹងថាគ្មានអ្វីដែលវិសេសជាជាងការដែលចំណាយពេលវេលាជាមួយនឹងព្រះវរបិតារបស់ផងព្រះអង្គដឹងថាព្រះដ៏ជាព្រះវរបិតាទ្រង់ជាប្រភពនៃកម្លាំងទ្រង់ជាប្រភពនៃធម៌ពលដែលមនុស្សគ្រប់គ្នាត្រូវការព្រះគ្រីស្ទទ្រង់បានធ្វើជាគំរូសម្រាប់យើងជាអ្នកកោតខ្លាចដល់ព្រះដ៏គ្រប់លក្ខជាអ្នកដែលតែងតែញែកពេលវេលាចូលទៅចំពោះប្រវត្តិមាននៃព្រះចុះយើងដែលយើងជាអ្នកដើរតាមព្រះអង្គតើយើងមិនគួរនឹងញែកពេលសម្រាប់ព្រះយ៉ាងអបាមានទៅហេតុនេះអស់លោកអ្នកបងប្អូនហើយចូលចាប់ផ្ដើមពេលវេលាជាមួយនឹងព្រះចាប់ផ្ដើមកំណត់ពេលវេលាជាមួយនឹងទ្រង់ចាប់ផ្ដើមជីវិតដែលកោតខ្លាចព្រះវិន័យខាងឯវិញ្ញាណទី4ភាពជាអ្នកគ្រប់គ្រងល្អលើអំណោយទានភាពជាអ្នកគ្រប់គ្រងល្អលើអំណោយទានភាពជាអ្នកគ្រប់គ្រងល្អលើអំណោយទានគឺវាពាក់ព័ន្ធជាមួយនឹងការប្រាស់ពេលវេលាទេពកោសល្យនិងធនធានរបស់យើងប្រកបដោយប្រាជ្ញាសម្រាប់នគររបស់ព្រះជាម្ចាស់នេះរួមបញ្ចូលទាំងការគ្រប់គ្រងទៅលើផ្នែកហិរញ្ញវត្ថុការបម្រើអ្នកដទៃនិងការតែទាំរបស់ដែលព្រះបានបង្កើតជាអ្នកគ្រប់គ្រងល្អនៃអំណោយទានរបស់ព្រះជាម្ចាស់ជាអ្នកដែលចេះប្រើអំណោយទានដែលព្រះប្រទានឲ្យបម្រើនៅក្នុងនគររបស់ព្រះបម្រើនៅក្នុងពួកជំនុំបម្រើដល់អ្នកដទៃយើងអាចមើលនៅក្នុង1ពេត្រុសជំពូក4ខខ្សែទី1ជំពូក4ខ10ដែលបានចែងយ៉ាងដូចនេះថាគឺខំបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលគ្រប់គ្នាបានទទួលមកទុកដូចជាអ្នកដែលចែកចាយយ៉ាងល្អនៃព្រះគុណក៏បែកជាផ្លូវជាច្រើនផ្លូវវិញខ្ញុំអានឲ្យម្ដងទៀតគឺដោយខំបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលគ្រប់គ្នាបានទទួលមកទុកដូចជាអ្នកចែកចាយយ៉ាងល្អនៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញតាមរយៈខព្រះគម្ពីរនេះបានប្រាប់យើងយ៉ាងច្បាស់ហើយលើកទឹកចិត្តយើងថាចូលបម្រើគ្នាទៅវិញទៅមកតាមអំណោយទានឬបម្រើទៅតាមអំណោយទានរបស់យើងមានប្រសិនបើយើងមានអំណោយទានខាងច្រៀងចូលឲ្យយើងច្រៀងថ្វាយព្រះអង្គបើយើងមានអំណោយទានខាងភ្លេងចូលឲ្យយើងលេងភ្លេងថ្វាយព្រះអង្គបើយើងមានអំណោយទានខាងឯកដឹកនាំចូលឲ្យយើងដឹកនាំថ្វាយព្រះអង្គ
បើយើងមានអំណោយទានខាងការសម្អាតចូលសម្អាតមិនថាជូតតុរៀបចំកៅអីឬក៏លាងបង្គន់បើយើងមានអំណោយទានខាងអធិប្បាយចូលអធិប្បាយថ្វាយដល់ព្រះប្រសិនបើយើងមានអំណោយទានក្នុងការផ្សាយដំណឹងល្អចូលឲ្យយើងផ្សាយដំណឹងល្អបើយើងមានអំណោយទានខាងបង្រៀនចូលឲ្យយើងបង្រៀននៅព្រះបន្ទូលរបស់ផងព្រះអង្គប៉ុន្តែបើយើងមានអំណោយទានខាងធ្វើម្ហូបចូលយើងធ្វើម្ហូបដូចជាម៉ាដាមសំផស្សគាត់ធ្វើម្ហូបឆ្ងាញ់មែនបើយើងមានអំណោយទានខាងធ្វើវីដេអូផ្សព្វផ្សាយដំណឹងល្អចូលធ្វើវាហើយថ្វាយសេរីល្អដល់ព្រះដូចជាបងវ៉ាន់ធីបដែលបានធ្វើបើយើងមានអំណោយទានខាងដាក់ដង្វាយចូលដាក់ដង្វាយបើយើងមានអំណោយទានខាងឆុងកាហ្វេចូលឆុងកាហ្វេដោយអេរីយ៉ាកំពុងតែក្លាយជា barista បើយើងមានអំណោយទានខាងស្វាគមន៍ខាងរាក់ទាក់ចូលធ្វើវាសូមរំលឹកថាចេតនានៃការប្រើអំណោយទានគឺជាការថ្វាយសេរីល្អដល់ព្រះចូលប្រើប្រាស់នៅអំណោយទានដែលអស់លោកអ្នកមានដើម្បីនឹងថ្វាយសេរីល្អដល់ព្រះពីព្រោះអំណោយទានដែលព្រះបានប្រទានឲ្យនៅពេលដែលអស់លោកអ្នកកាន់តែប្រើវាកាន់តែរីកចម្រើនប៉ុន្តែនៅពេលដែលអស់លោកអ្នកមានអំណោយទានហើយមិនប្រើឬឈប់ប្រើវានឹងដុះស្នឹមវានឹងចេះចាប់ប្រើលេងកើតតែម្ដងខ្ញុំពិតជាលើកទឹកចិត្តទៅដល់សមាជិកនៃពូជជំនុំសាឡូមភ្នំពេញទាំងអស់ចូលប្រើប្រាស់អំណោយទានរបស់លោកអ្នកចូលបម្រើតាមផ្នែកណាមួយហើយខ្ញុំពិតជាចង់ឃើញអស់លោកអ្នកដែលជាសមាជិកនៃពូជជំនុំចូលមកកាន់លោកគ្រូចិនហូចូលមកក្រុមចាស់ទុំថាអស់លោកអ្នកចង់បម្រើថាអស់លោកអ្នកចង់មានចំណែកណាមួយនៅក្នុងពូជជំនុំបម្រើនៅក្នុងពូជជំនុំខ្ញុំពិតជាចង់ឃើញពូជជំនុំរបស់យើងមានចំណែកក្នុងការបម្រើមែនទែនមានចំណែកក្នុងការរីកចម្រើនលូតលាស់ជាមួយនឹងគ្នាមានចំណែកក្នុងការរីកចម្រើនលូតលាស់ក្នុងភាពជាអ្នកកោតខ្លាចដល់ព្រះជាមួយនឹងគ្នាហើយសម្រាប់អស់លោកអ្នកដែលកំពុងតែមានចំណែកក្នុងការបម្រើនៅឡើយខ្ញុំគ្រាន់តែចង់រំលឹកថាសូមបន្តស្មោះត្រង់បម្រើដោយបន្ទាបខ្លួនរង្វាន់របស់អស់លោកអ្នកមិនទាន់បាត់បង់ទៅណាឡើយរង្វាន់របស់អស់លោកអ្នកមិនបានបាត់ទៅណាទេហើយសូមកុំទាន់ឈប់សម្រាកចេញអំពីការបម្រើសូមកុំទាន់និយាយថាខ្ញុំចាស់ហើយសូមកុំទាន់និយាយថាខ្ញុំបម្រើយូរហើយខ្ញុំចង់សម្រាកទុកឲ្យក្មេងៗចំនួនក្រោយធ្វើម្ដងទៅហើយចុះបើចាស់សម្រាកអស់ហើយមានពីណាគេធ្វើជាគំរូសម្រាប់ក្មេងៗចំនួនក្រោយចាស់ឈប់អស់ហើយហ្នឹងខ្ញុំចង់រំលឹកថាទីសម្រាករបស់យើងមិនមែននៅលើផែនដីនេះទេយើងមិនអាចសម្រាកនៅលើផែនដីនេះបានឡើយទីសម្រាកដ៏ពិតប្រាកដរបស់យើងគឺនៅក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវតែមួយគត់អរលោកបងប្អូននៅចាំទេលោកម៉ូសេលោកបម្រើដល់ព្រះរហូតដល់លោកអាយុ120ឆ្នាំ120ឆ្នាំលោកឡើងទៅលើភ្នំហើយចុងក្រោយនៅពេលដែលលោកពេលវេលាដែលលោកឈប់សម្រាកគឺជាពេលវេលាដែលលោកសម្រាកនៅក្នុងព្រះអង្គម្ចាស់តែម្ដង120ឆ្នាំលោកបម្រើដល់ព្រះពេញមួយជីវិតរបស់លោកគឺអ្នកថាគាត់បម្រើរហូតដល់គាត់អាយុ120ឆ្នាំព្រះគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងទ្រង់ធ្វើបណ្ណកិច្ចរហូតដល់អស់ព្រះជន្មនៅលើជ័យឆ្កាងចុះយើងអ្នកខ្លះទៅអាយុ20អាយុ30អាយុ40ចង់ចូលនិវត្តន៍លឿនម្លេះខ្ញុំនិយាយដល់ស្មោះត្រង់ខ្ញុំពិតជាសរសើរលោកតាបេស៊ីលគាត់ជាអ្នកបម្រើដ៏ស្មោះត្រង់ហើយលោកគ្រូចិនហូគាត់ច្បាស់តាក់ទងជាមួយនឹងលោកតាបេស៊ីលខ្ញុំនៅចាំបានថាគាត់គឺជាបរិសដែលមានអាយុច្រើនហើយជរាលោកកាន់ឈើច្រត់ហើយជើងរបស់លោកញ៉ាំងញ័រតែលោកអាចបានឈប់ក្នុងការបម្រើទេខ្ញុំចាំបានថាយើងមានសិក្ខាសាលានៅឯមណ្ឌលគិរីហើយគាត់បានទៅជាមួយនឹងប្រពន្ធរបស់គាត់នៅពេលដែលយើងទៅដល់កន្លែងវារៀងក្តៅវាមិនត្រជាក់ដូចនៅស្រុកគាត់ណាអញ្ចឹងទៅគាត់ចូលទៅក្នុងបន្ទប់ទឹកពេលហ្នឹងគាត់ចូលទៅក្នុងបន្ទប់ទឹកហើយនៅពេលដែលគាត់ចូលទៅក្នុងបន្ទប់ទឹកគាត់មានធំហើយរៀងល្ងិតគាត់ដួលនៅក្នុងបន្ទប់ទឹកស្ងាត់មាត់ជ្រាបប្រពន្ធគាត់ស្លន់ស្លោហើយគាត់មិនមាត់មិនកអីទេហើយគាត់ចាស់ហើយបន្ទាប់ពីយើងបានដឹងថាគាត់ដួលនៅក្នុងបន្ទប់ទឹកខ្ញុំជាម្នាក់ក្នុងចំណោមនឹងគឺជាម្នាក់ដែលរត់ទៅដើម្បីនឹងលើកគាត់ឲ្យខ្ញុំលើកគាត់រួចធ្ងន់ពេកគាត់ធ្ងន់មែនទែនហើយគាត់ចាស់ទៀតពិបាកក្នុងការលើកគាត់តែនៅពេលដែលប្រុសទាំងលោកគ្រូចិនហូយើងទៅជុំគ្នាហើយយើងព្យាយាមលើកគាត់ដល់ពេលលើកហើយពាក្យសម្ដីមួយដែលខ្ញុំនៅចាំគាត់ថាគាត់អត់អីទេគាត់បរៀនបានអត់អីទេអាចបរៀនបានប៉ុន្តែយើងពិតជាបារម្ភទៅដល់
សកភាពរបស់គាត់ហើយយើងក៏មិនបានអនុញ្ញាតឲ្យគាត់បង្រៀនដែរយើងក៏បាននាំគាត់ហើយខ្ញុំជាមួយនឹងលោកគ្រូចិនហូនិងគ្នាយើងបាននាំគាត់មកសន្តាគារវិញហើយខ្ញុំក៏បានទទួលដំណឹងតាមរយៈលោកគ្រូចិនហូដែរថាគាត់បានសម្រាកនៅក្នុងព្រះអង្គម្ចាស់ហើយគាត់គឺជាបរិសដែលរក្សានៅសេចក្តីជំនឿយ៉ាងល្អហើយគាត់គឺជាបរិសម្នាក់ដែលមិនងាយនឹងចូលនៅវត្តក្នុងការបម្រើដល់ព្រះសម្រាប់ខ្ញុំពិតជាចង់ឃើញខ្លួនឯងបម្រើដល់ព្រះរហូតដល់ព្រះដឹកដៃខ្ញុំហើយត្រង់មានព្រះបន្ទូលថា Peter ឯងដល់ម៉ោងសម្រាប់អីខ្ញុំនិយាយមែនខ្ញុំនិយាយដល់ស្មោះត្រង់ខ្ញុំនិយាយថាជីវិតមួយនេះគឺខ្ញុំថ្វាយព្រះអង្គជីវិតមួយនេះខ្ញុំបម្រើព្រះអង្គខ្ញុំពិតជាចង់បម្រើព្រះអង្គរហូតទៅដល់ថ្ងៃដែលខ្ញុំចូលមកឈប់ព្រះអង្គក៏ប្រហារតីប៉ុន្តែយ៉ាងណាសូមឲ្យយើងប្រយ័ត្នសូមឲ្យយើងប្រយ័ត្នក្នុងការប្រើប្រាស់នៅអំណោយទានរបស់យើងដែលជាឱកាសនាំទៅរកសេចក្តីអំនួតពីព្រោះអ្នកខ្លះនៅពេលដែលបង្ហាញចេញនៅសេចក្តីនៅអំណោយទានហើយបម្រើគឺលេចចេញនៅសេចក្តីអំនួតដោយមិនដឹងខ្លួនប៉ុន្តែនៅពេលដែលយើងបម្រើចូលយើងបន្ទាបខ្លួនរៀនបន្ទាបខ្លួននៅចំពោះព្រះរៀនអរព្រះគុណដល់ព្រះហើយថ្វាយសេរីល្អទៅដល់ព្រះសរុបសេចក្តីមកវិន័យខាងឯវិញ្ញាណដែលយើងអាចអនុវត្តបានសម្រាប់ការលូតលាស់រីកចម្រើនទៅរកភាពជាអ្នកកោតខ្លាចដល់ព្រះមិនមែនជាវិន័យដែលនាំទៅរកសេចក្តីអំនួតទេមិនមែនជាវិន័យដែលនាំយើងទៅរកបរាជ័យទេប៉ុន្តែជាវិន័យដែលនាំមកនៅព្រះពរការគោរពប្រតិបត្តិដល់ព្រះនិងការកោតខ្លាចដល់ព្រះតើមនុស្សអាចលូតលាស់ទៅរកភាពជាអ្នកកោតខ្លាចដល់ព្រះយ៉ាងដូចម្តេចបានប្រសិនបើពួកគេគ្មានវិន័យខាងឯវិញ្ញាណខ្ញុំហ៊ាននិយាយថាមនុស្សដែលគ្មានវិន័យខាងឯវិញ្ញាណគឺជាមនុស្សដែលស្លាប់ខាងឯទំនាក់ទំនងជាមួយនឹងព្រះតើគាត់អាចនឹងមានទំនាក់ទំនងជាមួយនឹងព្រះយ៉ាងដូចម្តេចបានបើពួកគាត់មិនដែលទាំងអានព្រះគម្ពីរមិនដែលទាំងអធិដ្ឋានមិនដែលទាំងចូលរួមថ្វាយបង្គំមិនដែលទាំងចំណាយពេលផ្ទាល់ខ្លួនមិនដែលទាំងស្ដាប់នៅព្រះបន្ទូលផងហ្នឹងគាត់មិនដែលទាំងចំណាយពេលជាមួយនឹងព្រះផងហ្នឹងសំណួរសួរថាតើគាត់អាចមានទំនាក់ទំនងល្អជាមួយនឹងព្រះយ៉ាងដូចម្តេចនៅក្នុងព្រះគម្ពីរបានប្រមានក៏ដូចជាប្រៀបមនុស្សដែលគ្មានវិន័យក្រឹតវិន័យមនុស្សដែលគ្មានវិន័យខាងវិញ្ញាណថាពួកគេជាទីក្រុងដែលបាក់បែកគ្មានចិញ្ចៀងការពារជាអ្នកដែលរត់ប្រណាំងគ្មានទីដៅគ្មានគោលដៅជាដើមឈើដែលគ្មានផលផ្លែជាមនុស្សដែលល្ងីល្ងើហើយស្អប់នៅចំណេះដឹងចុងក្រោយចូលរំលឹកថាចូលឲ្យដឹងថាវិន័យខាងឯវិញ្ញាណសំខាន់សម្រាប់យើងម្នាក់នៅក្នុងសប្តាហ៍នេះខ្ញុំសូមអញ្ជើញអស់លោកអ្នកបងប្អូនទាំងអស់គ្នាជ្រើសរើសវិន័យមួយក្នុងចំណោមវិន័យទាំង4ការតមអាហារការធ្វើការសិញ្ជឹងគិតការនៅម្នាក់ឯងឬភាពជាអ្នកគ្រប់គ្រងល្អហើយបដិញ្ញាចិត្តអនុវត្តវាឲ្យបានទៀងទាត់នៅក្នុងសប្តាហ៍នេះអាចចាប់ផ្ដើមពីតូចហើយបង្កើតទម្លាប់បន្តិចម្ដងហើយសម្រាប់អស់លោកអ្នកបងប្អូនដែលមានទម្លាប់នេះហើយចូលបន្តអនុវត្តវាដើម្បីឲ្យយើងកាន់តែរីកចម្រើនលូតលាស់ទៅរកភាពជាអ្នកដែលកោតខ្លាចដល់ព្រះសូមព្រះប្រទានពរហើយសូមឲ្យអស់លោកអ្នកបងប្អូនលោកអ្នកបានលូតលាស់រីកចម្រើននៅក្នុងភាពជាអ្នកកោតខ្លាចដល់ព្រះអាមែនសូមអធិដ្ឋានជាមួយខ្ញុំបិតាដ៏ជាព្រះអើយគុណអរព្រះគុណព្រះអង្គសម្រាប់ថ្ងៃនេះសម្រាប់ព្រះបន្ទូលដែលបានអនុញ្ញាតឲ្យកូនរាល់គ្នាចូលមកចំពោះផងព្រះអង្គហើយស្ដាប់ឮព្រះម្ចាស់ឲ្យពេលខ្លះកូនភ្លេចក្នុងការចូលមកចំពោះប្រវត្តិមានរបស់ផងព្រះអង្គព្រះម្ចាស់ឲ្យកូនពេលខ្លះកូនគឺជាមនុស្សដែលមានសេរីភាពប៉ុន្តែកូនមិនដឹងថាមានច្រវាក់ជាប់នឹងដៃកូនមានច្រវាក់ជាប់នឹងជើងរបស់ផងកូនគឺទ្រង់ហើយជាអ្នកដែលផ្ដាច់ច្រវាក់ទាំងអស់នោះព្រះម្ចាស់ហើយសូមឲ្យកូនរាល់គ្នាបានរីកចម្រើនឡើងក្នុងភាពជាអ្នកកោតខ្លាចព្រះអង្គសូមឲ្យកូនរៀនដាក់វិន័យសូមឲ្យកូនបានរៀនដាក់វិន័យដើម្បីឲ្យកូនកាន់តែរីកចម្រើននៅក្នុងផងព្រះអង្គព្រះម្ចាស់ឲ្យកូនដឹងថាកូនរាល់គ្នាខ្សោយហើយកូនដឹងថាកូនរាល់គ្នាល្វើយពេលខ្លះកូនក៏បណ្ដោយខ្លួនទៅតាមលោកីពេលដែរសូមជួយកូនសូមជួយឲ្យនាំកូនទាំងអស់គ្នាបានត្រឡប់មកវិញបានវិលបែរមករកផងព្រះអង្គវិញ
ចំណាយពេលវេលាជាមួយនឹងផងព្រះអង្គវិញសញ្ជឹងគិតអំពីផងព្រះអង្គវិញសម្លឹងទៅរកផងព្រះអង្គវិញហើយពឹងផ្អែកទៅរកផងព្រះអង្គវិញព្រះម្ចាស់ឲ្យសូមកុំឲ្យកូនបានសម្លឹងទៅមើលលោកីខ្វល់ព្រួយជាមួយនឹងលោកីប្រែសូមឲ្យកូនបានខ្វល់ព្រួយក្នុងដួងចិត្តដែលត្រូវការលូតលាស់នៅក្នុងផងព្រះអង្គវិញសូមឲ្យកូនរាល់គ្នាបានដង្ហក់ដូចជាក្តានញីដែលស្វែងរកប្រភពទឹកស្វែងរកផងព្រះអង្គស្រេកចង់បានផងព្រះអង្គចង់យល់ចង់ស្គាល់ហើយចង់មានទំនាក់ទំនងយ៉ាងគៀកកិតស្និទ្ធស្នាលជាមួយនឹងផងព្រះអង្គវិញបិតាដ៏ជាព្រះអើយកូនពិតជាត្រូវការផងព្រះអង្គកូនត្រូវការទ្រង់សូមបំពេញកូននៅធម៌ពលរបស់ផងព្រះអង្គសូមបំពេញកូនរាល់គ្នានៅកម្លាំងរបស់ផងព្រះអង្គសូមបំពេញកូននៅព្រះពររបស់ផងព្រះអង្គនិងការដឹកនាំរបស់ផងព្រះអង្គបិតាឲ្យកូនថ្វាយពេលវេលានៃព្រះបន្ទូលដែលកូនសិក្សារៀនជាមួយគ្នានេះនៅក្នុងព្រះនាមនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន